ចាសួស្តីបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាធ្លាប់ចាយកផ្លែពោតខ្ចីយកមកស្លប្រហើរបែបនេះហ៎បងប្អូនចាអានេះគឺសម្លប្រហើរសម្លក់ដែលខ្ញុំប្រើជាមួយនឹងផ្លែពោតខ្ចីបងប្អូនតាមពិតថ្ងៃនេះគឺអត់ត្រូវស្លនឹងទេប៉ុន្តែដោយសារឃើញគេមានលក់ផ្លែពោតខ្ចីក៏នឹកឃើញថាកាលពីក្មេងៗម្ដាយខ្ញុំគាត់ធ្លាប់ស្លឲ្យញ៉ាំគឺថាឆ្ងាញ់មែនទែនបងប្អូនអើយសម្លប្រហើរសម្លក់ឲ្យដាក់ជាមួយនឹងផ្លែពោតនិយាយពីថាដណ្ដើមគ្នាចាបងប្អូនខ្ញុំ4នាក់ដណ្ដើមគ្នាស្រង់យកទៅផ្លែពោតទេបងប្អូននៅសារឆ្ងាញ់ចាហើយថ្ងៃនេះខ្ញុំក៏ចានឹកឃើញចង់រំលឹកជាមួយនឹងការរសជាតិកាលពីកុមារភាពចាអ្នកម្ដាយធ្លាប់ស្លឲ្យញ៉ាំក៏ចាធ្វើវីដេអូបង្ហាញបងប្អូនផងទៅចាហើយនេះគឺចាក្រោយផ្ទះឲ្យបងប្អូនឲ្យដើរសំបន្លែស្លឹកបន្លែខៀវចាមានដូចជាផ្ទីចាមិញហ្នឹងគឺស្លឹកងប់ហើយឥឡូវហ្នឹងដើរមកបោចស្លឹកបាសផ្ទះឲ្យក្មេកបងប្អូនទៅសារលបងជាប់គ្នាណាចាយើងសំបន្លែតាមចាដើមឈើតាមលបងតាមអីនេះនោះតិចតួចទៅយើងទិញគេតន្តិចទៅចាយើងបានសឡមួយឆ្នាំហើយបងប្អូនចាបន្ទាប់ពីបេះស្លឹកងប់ហើយក៏នាំបងប្អូនទៅបង្ហាញជាមួយនឹងដើមនេះមួយមុខទៀតបងប្អូនគេហៅដើមស្អីទេខ្ញុំភ្លេចទៅហើយបងប្អូនអើយនេះចាឲ្យក្មេងខ្ញុំគាត់ដាំបងប្អូនចាគាត់ប្រាប់ដែរតែខ្ញុំភ្លេចបងប្អូនណាស្គាល់ជួយខមមិនខាងក្រោមវីដេអូប្រាប់ផងចាស្លឹកនេះគេស្លតាមដែលឲ្យក្មេងខ្ញុំគាត់ប្រាប់គាត់ថាស្លកកូស្ងោស្លប្រហើរអញ្ចឹងបាននិយាយទៅដូចស្លឹកបាសដែរបងប្អូនដូចផ្ទីដូចអីដែរចឹងប៉ុន្តែស្លឹកនេះបើតាមខ្ញុំចំណាំធ្លាប់ចាបេះស្លដាក់ច្រើនអត់បានទេបងប្អូនដាក់ច្រើនរៀងស្លយើងរៀងល្អិលបានតែដាក់លាយគេតិចអញ្ចឹងឯងចាខ្ញុំអត់ដឹងថាហៅថាបន្លែអីបងប្អូនអត់ស្គាល់ចាសំឡើងបានមកកញ្ច្រែងហើយបងប្អូនអើយចាអានេះបន្លែដែលយើងបេះបោចនៅក្រោយផ្ទះចាតាមលបងតាមអីអញ្ចឹងណាហើយក៏ឆ្លៀតបង្ហាញបងប្អូនពីទស្សនវិជ្ជាចាក្រោយផ្ទះឲ្យក្មេងសុទ្ធតែដើមក្រូចសើចបងប្អូនគាត់ដាំស្លឹកក្រូចសើចចាដើមក្រូចសើចដើម្បីបេះស្លឹកលក់ឲ្យគេចាអញ្ចឹងទៅក៏សាប៊ូតិចទៅសាប៊ូតំណាំតំណឲ្យគាត់ស្រោចទឹកញឹកញាប់អញ្ចឹងទៅវាលឹកបាសលឹកអីវាចេះតែលាស់មកអញ្ចឹងណាចាឥឡូវមកមើលបន្លែយើងវិញម្ដងបងប្អូនចាខ្ញុំមានកូនល្ពៅតូចមួយចាលហុងឲ្យបេះមិញហ្នឹងជាមួយនឹងពោតខ្ចីមួយផ្លែនេះ1000បងប្អូនចាទិញពីផ្សារមកចាហេតុតែចង់ហូបបងប្អូនទិញពីផ្សារមកទុក2ថ្ងៃឡើងក្របពោតរៀងស្វិតបន្តិចហើយចានេះជាមួយនឹងតងល្ពៅប្តីខ្ញុំចាបេះទុកក្នុងទូទឹកកក2ថ្ងៃហើយដូចគ្នាបងប្អូនចាយើងមានផ្សិតមានអីតិចតួចចឹងមកយើងចេញជាសម្លមួយមុខឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនណាដែលអត់ធ្លាប់ចាស្លប្រហើរសម្លក់ចាដាក់ផ្លែពោតនេះបងប្អូនអាចសាកល្បងធ្វើបានបងប្អូនអើយចាធានាប្លែកមាត់ប្លែកអារម្មណ៍មួយយ៉ាងដែរអញ្ចឹងណាចាហើយសម្រាប់របៀបស្លគឺអត់មានអីញ៉ៃច្រើនទេបងប្អូនដូចតែយើងស្លប្រហើរយើងធម្មតាទេហើយយើងក៏អាចថែមបន្លែផ្សេងតាមចំណូលចិត្តយើងបានដែរអញ្ចឹងណាបងប្អូនមានស្នៀតពោតដាក់ស្នៀតពោតថែមបានបងប្អូនមានត្រាវក៏ថែមត្រាវបានបងប្អូនណាមានតឡាចក៏ដាក់តឡាចទៅយើងមិនបាច់ដាក់ល្ហុងក៏បានឬក៏បងប្អូនដាក់ល្ហុងមិនបាច់ដាក់តឡាចក៏បាននិយាយទៅតាមចំណូលចិត្តយើងតាមធនធានដែលយើងមានណាបងប្អូនអញ្ចឹងយើងមានអីយើងដាក់ហ្នឹងទៅចាសម្រាប់ខ្ញុំគឺខ្ញុំមានល្ហុងអញ្ចឹងខ្ញុំអត់ទិញតឡាចទេដោយសារទិញតឡាចគេបើយើងពុះយកមកចំណិតតូចពេកអ្នកលក់គេអត់ពុះឲ្យទេចាបើយើងយកធំបានគេពុះឲ្យអញ្ចឹងណាដោយសារតិចតួចគេពិបាកលុយលក់ឲ្យអញ្ចឹងក៏សម្រេចថាអត់ដាក់តឡាចទេមកបេះល្ហុងក្រោយផ្ទះអញ្ចឹងទៅហើយទិញតែផ្សិតគេហើយជាមួយនឹងកូនល្ពៅគេមួយមកចាយើងសែនសំបន្លែក្រោយផ្ទះយើងបន្ថែមមកគឺថាបានសឡមួយឆ្នាំងរួចមកពេលហើយបងប្អូនចាហើយទិញតែត្រីទក់មួយថ្ងៃនេះខ្ញុំមានត្រីទក់មួយចាត្រីគេធ្វើហើយយកមកដាក់អាំងចោលក្នុងចក្រានហើយក៏មកលាងបន្លែដើររោបន្លែផ្សាយផ្សំនៅក្រោយផ្ទះមុខផ្ទះយកមកចាដើម្បីបានសឡមួយឆ្នាំងហ្នឹងទៅបងប្អូនចាហើយសម្រាប់វីដេអូនេះក៏អត់មានអីច្រើនទេបងប្អូនគាត់ចង់រំលឹកចារសជាតិអ្នកម្ដាយចាដែលគាត់ធ្លាប់ស្លឲ្យញ៉ាំដែលយើងនៅក្មេងៗកាលខ្ញុំនៅតូចបងប្អូនដើរមើលគោមើលក្របីធ្វើស្រែធ្វើចការមកវិញបានសឡមួយឆ្នាំងគឺថាមិនចាំសឡអីហំហួនណាបងប្អូនសឡប្រហើរសឡបញ្ជូរហ្នឹងនិយាយពីថាបាយកាញញាត់ដោយសារតែយើងធ្វើការហេវហត់ឲ្យឃ្លានណាបងប្អូនចាវិញលហុងខ្ញុំចិត្តចាសាប់ហើយចិត្តជាចំណិតស្ដើងយើងប្រើកាបិតមុខពីរជាមួយនឹងល្ពៅនេះបងប្អូនគឺយើងកោះយកបែបនេះតែម្ដងអត់ចាំបាច់ពុះជា2ស្គីលគ្រាប់ស្គីលអីញ៉ៃទេហើយសម្រាប់ល្ពៅនេះប៉ាខ្ញុំក៏ធ្លាប់ប្រាប់ថាចាគាត់ថាឲ្យកោះដាក់ទាំងគ្រាប់ហ្នឹងទៅព្រោះគ្រាប់ហ្នឹងក៏វាមានប្រូតេអ៊ីនមានវីតាមីនរបស់វានៅក្នុងហ្នឹងដែរយើងញ៉ាំទៅវាល្អចំពោះរាងកាយដូចគ្នាអញ្ចឹងគាត់ថាអត់ឲ្យកោះយកតែសាច់អញ្ចឹងទេបើស្លកាលខ្ញុំនៅជាមួយគាត់គាត់ឲ្យស្លកោះទាំងគ្រាប់អញ្ចឹងទៅស្លញ៉ាំទាំងអស់ទៅដោយសារវាអត់មានបាក់ញ៉ាំអីទេព្រោះរសជាតិវាក៏អត់ពិបាកលេបដែរបងប្អូនចាតែសម្រាប់ខ្ញុំអត់ចូលចិត្តបងប្អូន
អត់ចូលចិត្តក៏អត់គាស់ដាក់ទៅតែបើសិនជាស្លឲ្យគាត់ទៅផ្ទះគាត់គឺគាត់ឲ្យគាស់ទាំងក្របហ្នឹងហើយបងប្អូនចាដាក់ទាំងក្របហ្នឹងទៅវាមានវីតាមីនប្រូតេអ៊ីនដូចតែគាត់ប្រាប់ចឹងណាវាល្អចំពោះរាងកាយដែរចាសម្រាប់ពោតបងប្អូនចិត្តក្បិតមុខ1ក៏បានក្បិតមុខ2ក៏បានតែក្បិតមុខ2វារាងស្ដើងបន្តិចបងប្អូនបើចិត្តក្បិតមុខ1យើងចិត្ត2ឆ្នូតទៅគឺក្របវានៅធំល្មមអញ្ចឹងឥឡូវគ្រឿងផ្សំបន្លែប្លុករបស់យើងក៏ចាត្រៀមរួចរាល់ហើយដែរបងប្អូនចាលាងទុកដាក់ហើយយើងចាដកត្រីពីក្នុងចង្ក្រានមកបងប្អូនក្តៅមែនតែនយកមកប្រែកាយវាបងប្អូនចាប្រែកាយបងប្អូនអើយដោយសារឆ្អឹងវាមុតដៃផងហើយត្រីវាក្តៅផងបងប្អូនអើយអាលាកដៃត្រីថ្មីបងប្អូនអាំងថ្មីចាត្រឡប់មកមើលទឹកសឡយើងចិត្តពុះហើយខ្ញុំក៏ដាក់ជាមួយនឹងល្ពៅចូលទៅបងប្អូនល្ពៅនេះវាឃើញសបករាងលឿងខ្ញុំស្មានតែវាចាស់ខ្លាំងបងប្អូនវាអត់សូវចាស់ដែរមើលសាច់វានៅរាងខៀវអញ្ចឹងវាអត់សូវស្អិតឆ្ងាញ់ដោយល្ពៅដែលចាស់ល្អទេត្រង់កន្លែងនេះគឺខ្ញុំចាជ្រុំប្រហុកជាមួយស្ករត្នោតហើយនឹងចាអំបិលចាដោយសារតែកាន់ដៃមកចំហៀងបងប្អូនធ្លាក់សមហ្នឹងវាដួសដាក់ស្ករត្នោតក្នុងហ្នឹងអញ្ចឹងអាស្ករត្នោតហ្នឹងក៏វាហៀមកពេញកត្រងអញ្ចឹងទៅចាហើយបងប្អូនអាចមើលតាមវីដេអូជាក់ស្ដែងបានណាចាសម្រាប់ការស្លគឺអត់មានអីពិបាកទេហើយនេះបន្លែគឺពោតផ្សិតហើយនឹងល្ហុងយើងជ្រុំដាក់វាមកកដប់ចូលគ្នាទៅដោយសារយើងបងម្ដងទាំងអស់បានយើងអត់ចាំបាច់បងមុនបងក្រោយដោយសារវាផុយដូចគ្នាអញ្ចឹងណាបងប្អូនស្មើដៃគ្នាតែម្ដងនិយាយថាត្រង់ចំណុចនេះគឺចាប់ផ្ដើមចេញជាសម្លក់បដាហើយបងប្អូនសម្លបងប្អូនសម្លប្រហើសម្លក់របស់យើងចាក្របទុកមកស្ទុះឃើញតាពុះខុចបងប្អូនពុះនេះគឺវាចាប់ផ្ដើមឆ្អិនហើយបងប្អូនផ្សិតក៏ឆ្អិនល្ហុងក៏ឆ្អិនចាពោតយើងក៏ចាប់ផ្ដើមឆ្អិនហើយដែរល្ពៅយើងគឺផុយល្មមហើយអញ្ចឹងខ្ញុំក៏ភ្លក់រសជាតិចាមើលសាបប្រៃបណ្ណាបណ្ណៃអីវារៀងស្ទើរបន្តិចខ្ញុំក៏ថែមទឹកត្រីមួយជ្រោចទៅចាស្ទើរប្រៃបន្ទាប់មកក៏យើងដាក់បន្លែខៀវយើងចូលប្រងទៅបងប្អូនជ្រុំចុះជ្រុំឡើងឲ្យវាស្មើនេះបន្តិចទៅក៏ថែមប៊ីចេងហើយនឹងយើងដាក់ម្អមទៅវារួចរាល់តែម្ដងបងប្អូនអញ្ចឹងសម្លមួយឆ្នាំងនេះគឺហៅថាសម្លប្រហើសម្លក់ហើយយើងមានអែតបន្ថែមជាមួយនឹងផ្លែពោតខ្ចីបងប្អូនដែលអត់ធ្លាប់ចាស្លបងប្អូនអាចស្លាកសាកចាស្លញ៉ាំបានថារសជាតិអែមមួយយ៉ាងដែរបងប្អូនចាហើយវីដេអូយើងក៏មកដល់ទីបញ្ចប់ហើយដែរបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាគ្រប់វីដេអូខ្ញុំតាំងពីមុនរហូតមកដល់វីដេអូនេះហើយនឹងវីដេអូបន្តទៀតអរគុណសម្រាប់ការ like comment ហើយក៏នឹង share follow page កន្លងមកចានេះខ្ញុំពិតជាអរគុណខ្លាំងមែនតើណាបងប្អូនទាំងអស់គ្នាអរគុណ